យប់ថ្ងៃសុក្រទី26កញ្ញាមានដ្រូនអាណាមិកច្រើនគ្រឿងបានហោះពីលើទីតាំងយោធារបស់ដាណឺម៉ាកនគរបាលដាណឺម៉ាកអះអាងថាក្នុងចំណោមនេះយ៉ាងហោចណាស់មានដ្រូនមួយគ្រឿងត្រូវបានគេប្រទះឃើញនៅវេលាម៉ោង8:15នាទីយប់នៅពីលើមូលដ្ឋានយោធាការ៉ូបដែលជាមូលដ្ឋានយោធាធំបំផុតរបស់ដាណឺម៉ាកមូលដ្ឋាននេះជាទីកន្លែងចតឧទ្ធម្ភាគចក្រទាំងអស់របស់កងទ័ពជាទីកន្លែងស្តុកប្រព័ន្ធតាមដានសន្តិសុខផ្លូវអាកាសព្រមទាំងជាសាលាបង្វឹកការហោះហើរផងដែរអ្នកនាំពាក្យនគរបាលដាណឺម៉ាកបានបញ្ជាក់ថាគេកំពុងសហការជាមួយនឹងកងទ័ពដើម្បីស្រាវជ្រាវលម្អិតថាតើដ្រូនទាំងនោះជារបស់អ្នកណាហើយហោះមកពីទីកន្លែងណាសមត្ថកិច្ចដាណឺម៉ាកមិនបានបាញ់ទម្លាក់ដ្រូនទាំងអស់នោះទេនៅ Northwest ឯនោះវិញអ្នកនាំពាក្យកងទ័ពក៏បានអះអាងដែរថាយានហោះលើមេឃច្រើនគ្រឿងត្រូវបានគេប្រទះឃើញនៅវេលាព្រឹកថ្ងៃសៅរ៍ទី27កញ្ញានៅ